ทำไมទៀតឲ្យបងប្អូនទាំងអស់គ្នាថ្ងៃនេះហាងបងប្អូនសូមធ្វើការណែនាំនៅផលិតផលថ្មីគឺជាប្រភេទឧបករណ៍ដាក់ជ្រុញដាក់កំបិតដាក់ស្លាបព្រាចង្កឹះនិងទំពក់ព្យួរវែងបងប្អូនទាំងអស់គ្នាអីវ៉ាន់នេះគឺជាប្រភេទ inox ថ្មីមែនទែនបងប្អូនទាំងអស់គ្នាទើបតែចូល stock ឥឡូវនេះសូមធ្វើការណែនាំបងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងកុំឲ្យខាត់ពេលយូរសូមបង្វែរអារម្មណ៍បងទាំងអស់គ្នាទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទឧបករណ៍ដាក់សម្ភារៈនៅក្នុងផ្ទះបាយបងប្អូនទាំងអស់គ្នាមួយឈុតនេះបងប្អូនទាំងអស់គ្នាមានតែមួយឈុតនេះទៅគឺជាប្រភេទ inox គឺបងប្អូនទាំងអស់គ្នាអាចដាក់បានច្រើនមែនទែនបងប្អូនទាំងអស់គ្នាខាងមុខនេះគឺបងប្អូនអាចធ្វើការដាក់គម្របឆ្នាំងក៏បានខាងលើនេះបងប្អូនអាចធ្វើការដាក់ស្លាបព្រាចង្កឹះបងប្អូនទាំងអស់គ្នាគឺយើងមានពីរបែបនេះបានហើយសម្រាប់ខាងលើនេះបងអាចធ្វើការសោកកំបិតចូលបានហើយសម្រាប់ផ្នែកខាងក្រោយនេះគឺយើងអាចធ្វើការដាក់ជ្រុញបានបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពិសេសមែនតើនៅក្នុងមួយឈុតនេះគឺបងប្អូនទាំងអស់គ្នាអាចធ្វើការដាក់ជ្រុញអាចធ្វើការដាក់គម្របឆ្នាំងអាចធ្វើការដាក់កំបិតអាចធ្វើការដាក់ស្លាបព្រាចង្កឹះនិងមានទំពក់ទៀតបងប្អូនទាំងអស់គ្នាទំពក់ព្យួរវែងគឺមាននៅក្នុងនេះហើយសម្រាប់ប្រភេទនេះផងដែរបងប្អូនទាំងអស់គ្នាអាចដាក់ផ្ទាល់នៅលើឥដ្ឋម៉ាតបងប្អូនទាំងអស់គ្នាក៏បានឬក៏បងប្អូនទាំងអស់គ្នាចង់យកទៅភ្ជាប់ជាមួយនឹងជញ្ជាំងក៏បានដែរបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាចង់យកទៅភ្ជាប់ជញ្ជាំងមានពីរជម្រើសអាចធ្វើការប្រើកាវបិទភ្ជាប់ជញ្ជាំងជាមួយនឹងឥដ្ឋក្រូក៏បានឬក៏បងប្អូនទាំងអស់គ្នាចង់ស្វានក៏បានដែរបងប្អូនទាំងអស់គ្នាមួយទៀតបងប្អូនទាំងអស់គ្នាតែនមួយនេះគឺសម្រាប់ធ្វើការត្រងទឹកបងប្អូនទាំងអស់គ្នាឧទាហរណ៍ថាប្រសិនបងប្អូនទាំងអស់គ្នាដាក់ស្លាបព្រាចង្កឹះទៅហើយមានហូរទឹកឬក៏បញ្ហាស្រក់អីគឺបងប្អូនទាំងអស់គ្នាអាចធ្វើការសងចេះមកគឺបានឲ្យបងប្អូនទាំងអស់គ្នាមិនធ្វើឲ្យពេកបាច់ឬក៏ហៀទឹកកក្លេកកក្លាក់នៅកន្លែងផ្ទះបាយបងប្អូនទាំងអស់គ្នាបងទាំងអស់គ្នាទេអូខេបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចធ្វើការ inbox មក page របស់យើងខ្ញុំឥឡូវនេះបានណាបងប្អូនទាំងអស់គ្នា